ក្មេងស្រីវ័យក្មេងម្នាក់ក្រោមការឆក់នៃចរន្តអគ្គិសនីដ៏ខ្លាំងបានបន្តរមួលខ្លួននិងស្រែកដោយការឈឺចាប់រហូតដល់នាងដួលសន្លប់នៅលើដីហើយប្រកាច់ពេលនោះក្មេងស្រីឈ្មោះម៉ាយ៉ាដែលបានពាក់ខោត្រណប់របស់នាងជាស្បៃមុខកំពុងឆ្លងកាត់យានអវកាសរបស់ស្រូវយោងតាមព័ត៌មានទីតាំងដែលបានផ្ញើដោយទីស្នាក់ការកណ្ដាលម៉ាយ៉ាបានរកឃើញថាគោលដៅគឺនៅខាងមុខនាងបានលោតចុះពីវេទិកាកម្ពស់3ម៉ែត្រពេលដែលនាងហៀបនឹងរុករកបរិស្ថានជុំវិញមនុស្សយន្តមួយចំនួនធំបានឡោមព័ទ្ធនាងភ្លាមម៉ាយ៉ាបានទាញដាវប្រវែង4 ហ្វីតចេញពីទ្រូងរបស់នាងហើយកាប់ទៅលើរាងកាយរបស់ពួកគេជាមួយនឹងជំនាញនិងសមត្ថភាពដ៏អស្ចារ្យរបស់នាងដាវរបស់ម៉ាយ៉ាជាមូលដ្ឋាននឹងបណ្ដាលឲ្យមនុស្សយន្តដួលទៅលើដីហើយមិនអាចក្រោកឡើងបានក្រោមសមត្ថភាពរបស់ម៉ាយ៉ាចលនារបស់សត្វមានជីវិតទាំងអស់នឹងត្រូវថយចុះវាហាក់ដូចជាម៉ាយ៉ាជាសត្វឆ្មាល្បឿនរបស់នាងគឺលឿនជាងមនុស្សយន្តច្រើនដងការកាប់ដ៏អស្ចារ្យបានបំភ្លឺរូងភ្នំទាំងមូលហើយបានក្លាយជាប្រភពពន្លឺតែមួយគត់នៅទីនេះបន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញមួយរយៈម៉ាយ៉ាកាន់ដាវហើយបោះសម្អាតមនុស្សយន្តទាំងអស់នៅទីនេះប៉ុន្តែនៅពេលដែលម៉ាយ៉ាកំពុងសម្លឹងមើលជុំវិញមនុស្សយន្តដ៏ធំមួយបានវាយម៉ាយ៉ាយ៉ាងងាយស្រួលម៉ាយ៉ាបន្តកាប់ទៅលើវាប៉ុន្តែមុខដាវបានកាត់រាងកាយរបស់ចន់ហើយមិនបន្សល់ទុកដានអ្វីទាំងអស់ម៉ាយ៉ាស្រែកយ៉ាងខ្លាំងដោយសារតែការឆក់អគ្គិសនីពីចន់នាងមិនចង់ដកដៃចេញពីអាវុធនោះទេម៉ាយ៉ារមួលខ្លួនដើម្បីព្យាយាមបន្ធូរបន្ថយការឈឺចាប់ប៉ុន្តែថាមពលនៃរន្ទះគឺខ្លាំងពេកម៉ាយ៉ាដែលសន្លប់បានដេកនៅលើដីប្រកាច់